អីដែលអ្នកលក់ជួបច្រើនគឺចង់បានអីវ៉ាន់ថោកតែគុណភាពល្អចាសួស្តីបងប្អូនសាជាថ្មីអីវ៉ាន់ថោកគុណភាពល្អមិនថាជាគ្រឿងញ៉ាំឬគ្រឿងប្រើប្រាស់ skin care អីផ្សេងៗទេគាត់ចង់បានតម្លៃថោកតម្លៃលក្ខណៈថាតម្លៃទាបប៉ុន្តែគុណភាពល្អមិនតែទៅបើនិយាយពីរឿងអ្នកលក់យើងដឹងហើយអីវ៉ាន់ fake អីវ៉ាន់ fake គឺយើងដឹងប៉ុន្តែអ្នកទិញពេលខ្លះគឺតម្រូវចិត្តភ្ញៀវគាត់ថាគាត់ថាឧទាហរណ៍ទិញតូបយើងឧទាហរណ៍ខ្ញុំនិយាយរឿង skin care ដែលខ្ញុំប្រើចុះខ្ញុំទិញតូបមានខ្ញុំធ្លាប់ទិញតាំងពី20000ជាងដល់នេះហើយតាមពិតដល់ណា20000ជាងគេបានតែគេបានមែនទេគឺ15រៀលឡើង15រៀលឡើងអញ្ចឹងគឺខ្ញុំគាត់ថាដំបូងខ្ញុំគាត់ថាទាំងនឹងលក់ថ្លៃឡើង4-50000ណាខុសនេះច្រើនឆែកមែនទេទៅនេះអា20000ជាងគឺបាន fake ទេបានខ្លាំងទេអញ្ចឹងបើមានអ្នកមើលអ្នកជាអ្នកទិញជាអ្នកទៅជួយមើលឃើញវីដេអូនេះចាយើងព្យាយាមចានណាពេលខ្លះអ្នកលក់ផ្សេងគេលក់យកចំណេញច្រើនបានជាគេលក់ថ្លៃពេលខ្លះមិនមែនរឿងលក់ថ្លៃសារចំណេញច្រើនទេសារតែបានជាបានពិតមិនមែនបានខ្លាំងហើយបានខ្លះធូរថ្លៃដែលយើងនេះយើងប្រយ័ត្នណាផងធូរថ្លៃថាឧទាហរណ៍ថាឥឡូវយើងទិញបានមួយយើងប្រៀបធៀបគ្នាថាមិនក៏អានេះយើងទិញតូបមួយនេះវាថ្លៃតូបនោះថាខុសគ្នាទិញទួចអាចនឹងអ្នកលក់គាត់ចំណេញច្រើនមែនតែបើថាខុសគ្នាច្រើនចាមិនមែនទេគឺបានខ្លាំងនេះបានពិតខ្ញុំនិយាយគឺខ្ញុំលក់ខ្ញុំជួបតាំងពីមីមានតាំងពីមីតាំងពីគ្រឿងញ៉ាំផ្សេងជាពិសេសឥឡូវនេះពីសម័យ2026នេះគឺ skin care ច្រើនមែនទេសម្រាប់អីបានខ្លាំងគឺច្រើនអីវ៉ាន់ដែលផលិតអត់មានស្តង់ដារគឺច្រើនមែនទេហើយចរាចរណ៍លក់ហើយតម្លៃធូរថ្លៃមែនគាត់ចរាចរណ៍បានលឿនហើយក៏ល្បីលឿនភាសាអីតម្លៃគឺធូរថ្លៃមែនទេហើយចំណុចច្រើនទៀតហើយសម្រាប់អីវ៉ាន់ដែលគេលក់ថ្លៃគាត់ថាថ្លៃតែគាត់ចង់ឲ្យថ្លៃពេលខ្លះទៅគាត់ចង់បានគុណភាពល្អប៉ុន្តែគាត់ខុសគ្នាតែទិញគឺគាត់អត់ទិញដែរអញ្ចឹងមាននៅតែគាត់ប្រើរបស់ខ្លួនតែដែរហើយដល់ពេលមានបញ្ហាមកពីវ៉ាន់ពេលខ្លះយើងជាអ្នកទិញយើងត្រូវការចំណាយលុយវាអាចថ្លៃបន្តិចមែនប៉ុន្តែវាអត់ប៉ះពាល់ដល់យើងឲ្យក្រោយណាយើងថោកទៅហ្នឹងតម្លៃធូរថ្លៃហ្នឹងប៉ុន្តែក្រោយប៉ះពាល់ដល់សុខភាពយើងព្យាបាលទៅក៏អស់ច្រើនដែរហ្នឹងអញ្ចឹងបើសិនជាអ្នកដែលគាត់ជាអ្នកលក់ឬក៏ជាអ្នកទិញតែគាត់ជាអ្នកប្រើប្រាស់គាត់ឃើញវីដេអូនេះចាទិញអីក៏ដោយយើងព្យាយាមផលិតឲ្យមែនទេគាត់ថាទិញយកមកជាពិសេសរបស់ដែលញ៉ាំចូលពូរបស់ដែលលាបវាមិនថាអូទៅលាបលើស្បែកហើយវាមិនចូលតាមខ្សែឈាមគឺវាចូលទាំងអស់អញ្ចឹងគឺយើងព្យាយាមផលិតឲ្យមានពូវ៉ាន់ឆ្នាំ2026នេះគឺគេចាក់បានច្រើនហើយបានខ្លាំងច្រើនអីវ៉ាន់ខ្លះថៃវ៉ាន់និយាយវ៉ាន់ថៃមែនទេទៅគឺផលិតនៅក្នុងស្រុកយើងយកមកលក់ថ្ងៃវ៉ាន់ខ្លាំងគឺច្រើនមែនទេហើយខ្ញុំទៅចាប់ដើមលក់បាន2ឆ្នាំទេប៉ុន្តែខ្ញុំគឺខ្ញុំជួបច្រើនដែរសម្រាប់អីវ៉ាន់ខ្លាំងវ៉ាន់ដែរគេហៅថា fake ផលិតផលមកវាដូចគ្នាសឹងថាយើងទៀមមិនដឹងគឺអ្នកដែលគេធ្វើប្រឡំគឺគេច្រើនមែនទេគឺមើលសឹកតែមិនដឹងទៅដល់ហើយសេរីវ៉ាន់ខ្លះគឺមិនមែនប្រឡំទេគឺវ៉ាន់មកបែបស្តង់អត់មានស្តង់ដារប៉ុន្តែតម្លៃធូរអញ្ចឹងវាអាចថាយើងអាចរើសផលិតផលណាមួយប្រើឬក៏របស់ញ៉ាំឬក៏គ្រឿងអីផ្សេងគឺតម្លៃល្មមសមរម្យតាមយើងអាចទទួលយកបានហើយកុំចង់បានរបៀបថោកពេកប៉ុន្តែចុងក្រោយប៉ះពាល់ដល់សុខភាពយើងដែរចាអរគុណសម្រាប់អ្នកមើលវីដេអូនេះចប់